នៅពេលដែលបរិបកចរិតបានធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងស្រីវិទ្យាល័យម្នាក់គាត់ក៏ចាប់ផ្ដើមគិតពីផែនការដើម្បីចូលទៅក្នុងគ្រួសាររបស់ពួកគេសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Lusty and Clipline in Uniform សាច់រឿងក៏បានចាប់ផ្ដើមឡើងដោយមានបរិបវ័យកណ្ដាលម្នាក់ដែលគាត់នឹងកំពុងតែសម្លឹងមើលរូបភាពរបស់ក្មេងស្រីម្នាក់ដែលនាងមានឈ្មោះថា Mikiko ហើយគាត់ក៏បាននិយាយថានាងនឹងខ្លាចជារបស់គាត់នឹងតែម្នាក់គាត់ពិតជាចង់បាននាងហើយរស់នៅជាមួយនាងនឹងខ្លាំងណាស់ហើយគាត់មានឈ្មោះថា Yoshin នៅថ្ងៃមួយខណៈពេលដែល Mikiko នឹងកំពុងតែធ្វើដំណើរទៅផ្ទះ Yoshin គាត់បានឃើញនាងហើយគាត់ក៏បានដើរតាម Mikiko ដោយនាងនឹងមិនបានដឹងថា Yoshin នឹងកំពុងតែលួចតាមមើលនឹងពីក្រោយនោះឡើយហើយ Yoshin គាត់បានដើរតាម Mikiko រហូតដល់បន្ទប់របស់នាងហើយគាត់ក៏បានស្គាល់បន្ទប់និងឈ្មោះម្ដាយកូនរបស់ពួកគេទាំងពីរបន្ទាប់មកក៏បានត្រឡប់ទៅវិញ Yoshin គាត់ក៏បានព្យាយាមស្វែងរកលេខទូរស័ព្ទផ្ទះម្ដាយកូនរបស់ពួកគេទាំងពីរបន្ទាប់មកគាត់ក៏បានលេខទូរស័ព្ទរបស់ Mikiko ហើយ Yoshin គាត់ក៏បានទូរស័ព្ទមកផ្ទះរបស់ Mikiko នៅពេលយប់ជ្រៅហើយអ្នកដែលបានលើកទូរស័ព្ទគឺ Mikiko ហើយនៅយប់នឹង Yoshin គាត់ក៏បាននិយាយផ្លែផ្កានិងពាក្យអវរោជាច្រើនមកលើ Mikiko គាត់បានសួរថា Mikiko នឹងនាងពលីអូពណ៌អីហើយធ្លាប់ជួយខ្លួនឯងអីអត់ចឹងណាហើយនៅពេលហ្នឹង Mikiko នាងក៏បានស្រែកហៅម្ដាយរបស់នាងហើយនៅពេលម្ដាយរបស់ Mikiko គាត់បានស្ដាប់ទូរស័ព្ទគាត់ក៏បានសួរទៅកាន់បរិសុទ្ធនោះថាតើលោកជាអ្នកណាហើយហេតុអ្វីបានជាលោកទេមកអនាចារដាក់កូនស្រីរបស់គាត់នឹងនៅពេលយប់លប់អីចឹងទៅហើយគាត់ក៏បានដាក់ទូរស័ព្ទចោលបន្ទាប់មកក៏បានលួងលោមកូនស្រីរបស់គាត់នឹងថាវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះប៉ុន្តែ Mikiko នាងក៏បាននិយាយថាចុះហេតុអ្វីបានជាគេនឹងស្គាល់ឈ្មោះរបស់នាងម្ដាយ Mikiko ក៏បានប្រាប់ថាឲ្យ Mikiko នឹងចូលទៅគេងទៅកុំបាច់បារម្ភអីបើសិនបើជាគេទេមកម្ដងទៀតនឹងនាងនឹងទៅប្តឹងប៉ូលីសអីចឹងទៅណានៅព្រឹកថ្ងៃបន្ទាប់ Muki នាងបានមករក Yoshin នៅឯកន្លែងធ្វើការរបស់គាត់ហើយការងាររបស់គាត់គឺជាសិស្សស្រាវជ្រាវនៅសាកលវិទ្យាល័យមួយនាងបានបបួលលោកគ្រូ Yoshin នឹងឲ្យញ៉ាំ oyster របស់នាងដើម្បីបដូរជាមួយប្រាក់បៀវត្សប្រចាំឆ្នាំប៉ុន្តែនាងក៏ត្រូវបានលោកគ្រូ Yoshin នឹងបដិសេធបន្ទាប់មកនាងក៏បានទៅឃើញឈ្មោះរបស់ Mikiko ដោយចៃដន្យទើបនាងបានបង្ខំឲ្យលោកគ្រូ Yoshin នឹងព្រមញ៉ាំ oyster របស់នាងបើមិនដូច្នោះទេនាងនឹងយករឿងមួយនេះទៅប្រាប់អ្នកគ្រប់គ្នាហើយនៅពេលហ្នឹងលោកគ្រូ Yoshin នឹងក៏បានធ្វើតាមនៅពេលដែលគាត់កំពុងតែធ្វើប្រតិបត្តិការហ្នឹងគាត់ក៏បានគិតទៅដល់មុខរបស់ Mikiko ណាបន្ទាប់មកម្ដាយរបស់ Mikiko ក៏បានត្រឡប់មកពីការដើរទិញអីវ៉ាន់វិញនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញស្រាប់តែមានឧបទ្ទវហេតុមួយបានកើតឡើងដោយសារតែ Yoshin នឹងគាត់មានចេតនាដើម្បីបើកឡានទៅប៉ាម្ដាយរបស់ Mikiko ដោយគាត់ធ្វើជាចោះទៅសុំទោសហើយក៏បានជួយជូនម្ដាយរបស់ Mikiko នឹងទៅទិញរបស់របរជាច្រើនដើម្បីសងជំងឺចិត្តហើយក៏បានធ្វើជាចិត្តល្អនឹងជួយជូនម្ដាយរបស់ Mikiko នឹងទៅបន្ទប់របស់គាត់វិញហើយនោះគឺជាផែនការរបស់គាត់ដើម្បីតែទៅជួបជាមួយនឹង Mikiko ម្ដាយរបស់ Mikiko បានអញ្ជើញគាត់ឲ្យចូលទៅផឹកតែនៅខាងក្នុងផ្ទះប៉ុន្តែ Yoshin គាត់បានបដិសេធដោយអះអាងថាគាត់ប្រញាប់ទៅប្រជុំវិញហើយអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើនឹងគឺដើម្បីឲ្យម្ដាយនិងកូនគេទាំងពីរនាក់នឹងស្លាប់ចិត្តហើយទុកចិត្តគាត់ពិតជារំភើបចិត្តខ្លាំងណាស់ដែលបានទៅចិត្ត Mikiko បន្ទាប់ពី Yoshin ត្រឡប់ទៅផ្ទះវិញបានមួយចន្ទុះម្ដាយរបស់ Mikiko បានកោតវិវត្តគាត់ខ្លាំងណាស់គាត់ថាយូរម្ដងដែលមានមនុស្សល្អៗនឹងចូលមកក្នុងជីវិតរបស់គាត់ប៉ុន្តែនៅពេលយប់ជ្រៅ Yoshin គាត់ក៏បានមកលួចមើលនឹងដោយសម្ងាត់ហើយក៏បានឃើញថា Mikiko នឹងកំពុងតែដេកលក់ហើយវាជាឱកាសល្អរបស់គាត់ក៏បានឈរបាញ់ជីងចក់នៅមុខបន្ទប់របស់ Mikiko រួចក៏ទូរស័ព្ទទៅ Mikiko ហើយគាត់ក៏បាននិយាយនៅពាក្យអវរោនឹងជាច្រើនទៅលើម្ដាយរបស់ Mikiko ណាគាត់បានសួរទៅម្ដាយរបស់ Mikiko ថាតើស្វាមីរបស់លោកស្រីនឹងបានស្លាប់ទៅប្រហែលឆ្នាំហើយដីស្រែរបស់លោកស្រីនឹងត្រូវមានអ្នកជួយភ្ជួរអីអត់មានអ្នកជួយកាប់ព្រៃអីអត់ចឹងណាបើសិនជានៅអត់ទាន់មានទេគាត់នឹងមកជួយកាប់ស្ការព្រៃជួយភ្ជួរស្រែនឹងឲ្យបានយូរម្ដងម្ដាយរបស់ Mikiko បានលើបែបនោះហើយគាត់បានខឹងខ្លាំងណាស់ហើយគាត់ក៏មិនដឹងដែរថាវាជាស្នាដៃរបស់ Yoshinបន្ទាប់មកម្ដាយរបស់ Mikiko ក៏បានយកដៃនឹងទៅបើកទ្វារហើយវាក៏បានទៅប្រឡាក់ទឹកមាត់របស់នារីដែលYoshinនឹងគេបន្សល់ទុកជាអនុស្សាវរីយ៍នៅឯមាត់ទ្វារណាដូច្នេះគាត់ក៏បានទៅលាងដៃសម្អាតនឹងសាប៊ូម្ដាយព្យាយាមធ្វើឲ្យ Mikiko នឹងសប្បាយចិត្តប៉ុន្តែគាត់គឺជាអ្នកបារម្ភពីសុវត្ថិភាពរបស់កូនហើយឥឡូវនេះ Yoshin គេកំពុងតែមើលរូបភាពរបស់ Mikiko ហើយក៏បានកោតសរសើរថានឹងស្អាតនឹងដូចជាទេវតាដែលនារីជាច្រើននឹងមិនអាចប្រៀបផ្ទឹមបានទេហើយវាមិនយូរប៉ុន្មាននោះទេ Mikiko នឹងក្លាយជារបស់គេនឹងតែម្នាក់គត់នៅថ្ងៃបន្ទាប់មក Yoshin ក៏បានឈររងចាំ Mikiko ហើយធ្វើពុតជានិយាយថាវាពិតជាចៃដន្យខ្លាំងណាស់ហើយគាត់ក៏បាននិយាយគួរសមនឹងជជែកគ្នាលេងនៅពេលដែលកំពុងធ្វើដំណើរ Yoshin បានកត់សម្គាល់ថា Mikiko នាងបាននៅស្ងៀមដូច្នេះគាត់ក៏បានសួរ Mikiko
ដែលមីគីកូនាងមានរឿងជាច្រើនដែលមិនសប្បាយចិត្តនាងបាននិយាយថាគ្រួសាររបស់នាងត្រូវបានគេគំរាមកំហែងដូច្នេះនាងក៏បានសុំឲ្យយូស៊ីននឹងជួយនិងបានឲ្យលេខទូរស័ព្ទមួយដើម្បីខលទៅប្រឹក្សាជាមួយនឹងម្ដាយរបស់នាងហើយវាក៏បានមកតាមផែនការរបស់យូស៊ីនគាត់ក៏បានប្រើឱកាសនេះដើម្បីអញ្ជើញឲ្យម្ដាយរបស់មីគីកូចេញមកនិយាយគ្នានៅខាងក្រៅផ្ទះម្ដាយដែលបានចូលចិត្តយូស៊ីនយូរមកហើយក៏បានសម្រេចចិត្តឆ្លើយថាយល់ព្រមដោយសប្បាយរីករាយនៅពេលដែលបានមកជួបគ្នាម្ដាយរបស់មីគីកូក៏បានប្រាប់នៅរឿងគ្រប់យ៉ាងឲ្យគាត់បានស្ដាប់ហើយនៅពេលហ្នឹងយូស៊ីនគាត់ក៏បាននិយាយថាមកពីម្ដាយនិងកូនពួកគេនឹងស្អាតខ្លាំងពេកដែលជាហេតុផលជួបជាមួយនឹងមនុស្សបកចរិតប៉ុន្តែបើសិនបើជាមានរឿងអាសន្នអីអាចទូរស័ព្ទទៅគាត់នឹងបានជានិច្ចហើយនេះក៏ចាត់ទុកថាសំណាងល្អហើយដែលគាត់នឹងនៅលីវហើយគ្មានគ្រួសារដោយសារតែគាត់នឹងវក់នឹងការងារខ្លាំងពេករហូតដល់គាត់នឹងមកដឹងខ្លួនម្ដងទៀតនឹងគាត់ក៏មានអារម្មណ៍ថាអាយុច្រើនបាត់ទៅហើយនៅឆ្នាំក្រោយគាត់នឹងត្រូវបានដំឡើងឋានៈជាសាស្ត្រាចារ្យរងដែលធ្វើឲ្យតម្រង់មុខមាត់របស់គាត់នឹងនៅក្នុងកសែភ្នែករបស់ម្ដាយរបស់មីគីកូនឹងល្អខ្លាំងណាស់បន្ទាប់មកម្ដាយរបស់មីគីកូក៏បានទូរស័ព្ទទៅប្រាប់មីគីកូថាយប់ហ្នឹងគាត់នឹងត្រឡប់មកផ្ទះវិញនឹងយប់ជ្រៅយូឈីននិងម្ដាយរបស់មីគីកូនឹងសប្បាយចិត្តខ្លាំងណាស់ដែលបានចេញទៅខាងក្រៅផឹកស្រាតែពីរនាក់អីអញ្ចឹងណាហើយម្ដាយរបស់មីគីកូក៏បានស្ដាប់យូឈីននឹងប្រាប់ពីរឿងអតីតកាលរបស់គាត់ដែលធ្វើឲ្យម្ដាយរបស់មីគីកូនឹងកោតសរសើរគាត់នឹងកាន់តែខ្លាំងរហូតដល់គាត់ផឹកស្រាច្រើនពេកក៏បានធ្វើឲ្យគាត់នឹងស្រវឹងហើយនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញយូឈីនគាត់ក៏បាននិយាយថាគាត់នឹងស្រឡាញ់ថាមីនឹងខ្លាំងណាស់ទើបធ្វើឲ្យម្ដាយរបស់មីគីកូនឹងបានយល់ព្រមទៅដេកនៅសថាគារមួយហើយពួកគេក៏បាននាំគ្នាញ៉ាំ oyster នៅក្នុងសថាគារមួយនឹងទៅនៅពេលភារកិច្ចត្រូវបានបញ្ចប់ខណៈពេលដែលម្ដាយរបស់មីគីកូនឹងនៅក្នុងបន្ទប់ទឹកយូស៊ីនបានទេទូរស័ព្ទទៅមីគីកូដែលនៅម្នាក់ឯងដែលធ្វើឲ្យនាងនឹងមានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលយូស៊ីននិងម្ដាយរបស់នាងត្រឡប់មកផ្ទះវិញពួកគេទាំងពីរបានឮសំឡេងរបស់មីគីកូយំម្ដាយក៏បញ្ញាប់រត់ទៅអោបនាងហើយសំទោសខណៈពេលដែលយូស៊ីននឹងកំពុងតែលួចមើលពួកគេនឹងដោយសម្ងាត់ម្ដាយប្រាប់ថាចាប់ពីពេលនេះតទៅនឹងកុំបាច់ខ្លាចទៀតអីរឿងគ្រប់យ៉ាងនឹងល្អប្រសើរព្រោះថាម៉ាក់នឹងយូស៊ីនកំពុងតែចិត្តរៀបការជាមួយនឹងគ្នាបន្ទាប់មកយូស៊ីនក៏បានចូលមកសុំទោសដែលមិនបានប្រឹក្សាជាមួយមីគីកូមុនពេលសម្រេចចិត្តយូស៊ីនបានប្រាប់ថាចាប់ពីពេលនេះតទៅគាត់នឹងការពារអ្នកទាំងពីរហើយនឹងធ្វើឲ្យពួកគេនឹងមានសេចក្តីសុខជាងមុនដូច្នេះគ្មានអ្នកណាហ៊ានធ្វើបាបពួកគេនឹងទៀតទេមីគីកូបានឮដូច្នេះហើយក៏សប្បាយចិត្តចំពោះយូស៊ីននិងម៉ាក់របស់នាងយូស៊ីនក៏មានឱកាសបានចូលទៅអោបនាងហើយបានសន្យាថានឹងធ្វើឲ្យនាងសប្បាយចិត្តនិងមានសុភមង្គលនឹងខ្លាំងបំផុតហើយនៅយប់នោះម្ដាយរបស់មីគីកូក៏បានបបួលយូឈីននឹងស៊ីខគោទាំងយប់ចឹងណាហើយបន្ទាប់ពីពួកគេនឹងបានស៊ីខគោរួចរាល់ហ្នឹងគេក៏បានអស់កម្លាំងយ៉ាងខ្លាំងរហូតដល់គេនឹងបានដេកលូបាត់ទៅយូឈីនក៏បានឆ្លៀតឱកាសហ្នឹងលួចចូលទៅមើលមីគីកូនៅក្នុងបន្ទប់គេងរបស់នាងហើយគាត់ក៏បានឈរមើលរូបរាងកាយដ៏ស្រស់ស្អាតរបស់មីគីកូព្រមទាំងលួចយកលីអូរបស់នាងនឹងមកដេកហិតដើម្បីសបិនល្អអីចឹងទៅណានៅថ្ងៃបន្ទាប់យូឈីនក៏បាននិយាយរឿងដេតការហើយនឹងនាំមីគីកូហ្នឹងទៅក្រេបទឹកខំជាមួយពួកគេផងដែរបូករួមទាំងមានផែនការហ្នឹងទៅដើរលេងនៅឯក្រៅប្រទេសនៅឆ្នាំក្រោយគាត់ក៏បាននិយាយថាគាត់នឹងស្ម័គ្រចិត្តជួយដល់មីគីកូដើម្បីចូលទៅរៀនក្នុងសាកលវិទ្យាល័យបានដែលធ្វើឲ្យម្ដាយកូនពួកគេទាំងពីរហ្នឹងសប្បាយចិត្តជាខ្លាំងមុននឹងគេនឹងបានចាក់ចេញទៅធ្វើការនៅពេលហ្នឹងមីគីកូក៏បានប្រាប់ឲ្យគាត់នឹងមើលថែសុខភាពខ្លួនឯងឲ្យបានល្អនេះធ្វើឲ្យយូឈីននឹងសប្បាយចិត្តយ៉ាងខ្លាំងហើយគាត់នឹងបានញញឹមចេញមកនឹងបិទមាត់នឹងចិត្តនោះទេបន្ទាប់មកម្ដាយកូនរបស់ពួកគេនឹងបានសប្បាយចិត្តយ៉ាងខ្លាំងដែលបានមកជួបជាមួយនឹងយូឈីនហើយពួកគេបានយល់ថាយូឈីននឹងគឺជាមនុស្សល្អមនុស្សអស្ចារ្យអីចឹងទៅបន្ទាប់មកមីគីកូក៏បានចេញទៅរៀនដូចធម្មតាក៏ប៉ុន្តែយូឈីននឹងបានលួចមើលនាងដោយសម្ងាត់បន្ទាប់មកគាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយក៏បានចាត់ការសម្លាប់ម្ដាយរបស់មីគីកូនឹងបានសម្រេចបន្ទាប់មកយូឈីនក៏បានធ្វើដំណើរទៅបង្រៀនហើយហាក់ដូចជាមិនមានរឿងអ្វីកើតឡើងតតែសោះហើយគាត់ក៏បានសើចរួចនិយាយថាគាត់អាចធ្វើវាបានសម្រេចហើយបន្ទាប់មកយូឈីនក៏បានចូលរួមរំលែកទុក្ខដល់មីគីកូដែលម្ដាយរបស់នាងនឹងបានស្លាប់ហើយគាត់ក៏បាននិយាយលួងលោមមីគីកូថាវាគឺជាឧបទ្ទវហេតុនៅពេលហ្នឹងគាត់ក៏បាននិយាយថាចាប់តាំងពីពេលនេះតទៅយើងទាំងពីរនាក់ហ្នឹងចាប់ផ្ដើមជីវិតសាជាថ្មីជាមួយនឹងគ្នាហើយគាត់នឹងធ្វើឲ្យមីគីកូហ្នឹងមានសេចក្តីសុខខ្លាំងបំផុតដែលមិនធ្លាប់មានហើយនៅពេលដែលមីគីកូបានដេកចុះយូឈីនគាត់ក៏បាននិយាយថាគាត់ស្រឡាញ់នាងខ្លាំងណាស់ហើយគ្រប់យ៉ាងបានដូចអ្វីដែលគាត់បានស្រមៃគាត់ចង់រស់នៅជាមួយគ្នាជាមួយនឹងមីគីកូហើយមីគីកូក៏បានសម្រេចចិត្តយល់ព្រមហើយនាងក៏បានសម្រេចចិត្តរស់នៅជាមួយនឹងយូឈីនដោយសប្បាយចិត្តផងដែរប៉ុន្តែសាច់រឿងមួយនេះគឺមិនបានបន្តដំណើរទៅមុខទៀតនោះទេវាក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងទៅដែលនឹងឲ្យបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះគឺមានតែប៉ុណ្្នឹងនឹងឯងមានពិតជាអរគុណខ្លាំងមែនទែនដែលបានតាមដានមើលវីដេអូមួយនេះរហូតដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ